មនុស្សបេះដូងអត់អាចក្អូបផ្កាប់ទេគឺជាមនុស្ស grow mindset មនុស្សចេញ fake mindset មិនជាមនុស្ស research ទេចេញមនុស្សខួរក្បាលហ្នឹងអញ្ចឹងណាក៏ប៉ុន្តែអ្នកខ្លះត្រូវស្មោះស្ម័គ្រហើយសូមចាប់អារម្មណ៍ណាបុគ្គលខ្លះស្មោះស្ម័គ្រដេញចេញក៏មិនចេញដែរសូមចាប់អារម្មណ៍ការពិតគឺជាមនុស្សខួរក្បាលហើយខ្វះការជឿជាក់លើខ្លួនឯងនិងខ្វះការឲ្យតម្លៃខ្លួនដល់ពេលអញ្ចឹងមិនធ្វើសភាពបរោះទៅប៉ុន្តែការពិតខាងក្នុងអវិជ្ជមានប៉ុន្តែខាងក្រៅវិជ្ជមានយល់ន័យទេការពិតគាត់មិនមែនជាមនុស្សវិជ្ជមានពិតប្រាកដទេគេហៅថាមនុស្សអកម្មមនុស្ស passive គឺអញ្ចឹងហើយសួរទៅណាដេញទៅណាក៏អត់ទៅដែរសួរហេតុអីខ្វះការជឿជាក់លើខ្លួនឯងនិងខ្វះការឲ្យតម្លៃខ្លួនគឺអញ្ចឹងហើយមនុស្សបេះដូងចំអត់បិទទេពីព្រោះ grow mindset ចង់រៀនចង់ចេះស្ដាប់គេមើលអីធ្វើអីអ្វីដែលធ្វើឲ្យខ្លួនឯងកើនចំណេះចិត្តបើកទលាយហើយយើងដឹងហើយគ្រូក្បាលយើងបញ្ចូលទិន្នន័យល្អកាន់តែច្រើនគ្រូក្បាលយើងកាន់តែបើកគឺអញ្ចឹងដល់ពេលមនុស្ស fake mindset តាបិទខ្លួនឯងអត់ទេមានណាគេថាម៉េច ego ពេញបបអញ្ចឹងយើងត្រូវដឹងណាមនុស្ស fake mindset ego ពេញបបចេញចរិត O3 អួតអាហមរហូតដល់ពេលមនុស្សបេះដូងដាក់ខ្លួនដល់ពេលមនុស្ស fake mindset ខ្លាចអន់គឺចឹងគាត់ថាចង់បញ្ជាក់ចេះអត់មាននរណាម្នាក់ល្អឥតខ្ចោះទេប៉ុន្តែយើងព្យាយាមធ្វើម៉េចអភិវឌ្ឍខ្លួនឲ្យ grow mindset យើងនឹងច្រើនមានន័យថាម៉េចចាស់ចិត្តល្អយើងឲ្យបានយ៉ាងទិញផុត 80% ទៅណាហើយព្យាយាមជំរុញបន្ថែមទៀតឡើងដល់ 85 ឡើងដល់ 90 អស្ចារ្យហើយការសម្រិតសម្រាំងដុសខាត់ខ្លួនឯងត្រូវតែធ្វើជាប្រចាំពេលហ្នឹងហើយដែលគេហៅថាផ្នត់គំនិតបុគ្គល grow mindset នោះគឺផ្នត់គំនិតបុគ្គលរីកចម្រើន